តើអ្នកទាំងអស់គ្នាធ្លាប់ជួបបញ្ហាស្បែកបែបនេះអត់ឡើងស្ងួតប្រេះហើយរមាស់ប្រកបណាស់អ្នកទាំងអស់គ្នាកំពុងតែជួបបញ្ហាស្បែកមួយប្រភេទដែលគេឲ្យឈ្មោះថា Aesthetic Eczema ឬក៏គេហៅថា Aesthetic Dermatitis ដែលជំងឺ Aesthetic Eczema គឺជា common type of dermatitis ដែលវាបង្កមកពី dry skin ដែលវាច្រើនកើតនៅខែត្រជាក់ដែលជំងឺ Aesthetic Eczema វាមានលក្ខណៈទី1គឺស្ងួតហើយមានលក្ខណៈប្រេះបែបហ្នឹងបើសិនជាស្ងួតនិងប្រេះខ្លាំងពេលខ្លះអាចមាន bleeding និង infection ដែលមូលហេតុរបស់វាគឺការបាត់បង់ជាតិទឹកតាមរយៈ Transepidermal water loss កើតឡើងនៅ stratum corneum ដោយសារតែការខូចខាត skin barrier ដែលបណ្ដាលមកពីទី1គឺ genetic ដែលយើងកើតមកស្បែករបស់យើងគឺ skin barrier ខ្សោយដែលវានាំឲ្យយើងងាយប្រឈមជាមួយទៅនឹងជំងឺ Aesthetic Eczema ហ្នឹងណាទី2គឺ injury ដែលវាអាចធ្វើឲ្យខូចនៅ skin barrier យើងដែរទី3គឺ environmental factor ដែលយើងរស់នៅក្នុងអាកាសធាតុត្រជាក់ពេកចំពោះ epidemiology វិញគឺច្រើនកើតទៅលើមនុស្សចាស់ដែលមានអាយុចាប់ពី60ឆ្នាំឡើងទៅដែលមនុស្សស្រីច្រើនកើតជាងបុរសទី2គឺពាក់ព័ន្ធជាមួយទៅនឹងការនៅក្នុងម៉ាស៊ីនត្រជាក់យូរវាធ្វើឲ្យស្បែករបស់យើងស្ងួតដែរទី3គឺការប្រើប្រាស់សារធាតុដែលធ្វើឲ្យស្បែករបស់យើងស្ងួតទី4គឺការងូតទឹកក្តៅជាប្រចាំទី5គឺការងូតទឹកយូរទី6គឺបញ្ហា chronic cancer ពាក់ព័ន្ធជាមួយទៅនឹងបញ្ហា underlying condition គឺពាក់ព័ន្ធជាមួយទៅនឹងជំងឺ thyroid disease ទី2គឺខ្វះអាហារូបត្ថម្ភចំពោះ clinical presence of Aesthetic Eczema វិញគឺ scaling and superficial fissuring of the skin ដែលគេច្រើនហៅថា dry river bed ហើយជំងឺ Aesthetic Eczema នេះគឺមានលក្ខណៈរមាស់ដោយសារតែស្បែករបស់យើងស្ងួតខ្លាំងពេកដូច្នេះហើយគឺអ្នកជំងឺរមាស់ខ្លាំងដល់ពេលដែលគាត់រមាស់ខ្លាំងគឺគាត់ទ្រាំបានគឺគាត់អេះហើយអញ្ចឹងអេះវាងាយប្រឈមជាមួយទៅនឹង infection និង bleeding infection គឺដោយសារតែដៃរបស់គាត់អត់ស្អាតគាត់អេះទៅបាក់តេរីងាយនឹងឆ្លងដោយសារតែ skin barrier គាត់ហ្នឹងគឺខូចខាតហើយចំពោះ differential diagnosis វិញគឺយើងអាចច្រឡំជាមួយទៅនឹងជំងឺមួយដែលគេហៅថា stasis dermatitis ដែល stasis dermatitis ហ្នឹងគឺវាមានលក្ខណៈបែបនេះដែលមូលហេតុរបស់វាគឺអ្នកជំងឺគឺគាត់ឈរយូរពេកដែលវាធ្វើឲ្យ venous insufficiency ចំពោះការព្យាបាលវិញទី1គឺយើងដឹងពីមូលហេតុដែលធ្វើឲ្យមានបញ្ហាហ្នឹងឧទាហរណ៍យើងងូតទឹកក្តៅជាប្រចាំអញ្ចឹងយើងកាត់បន្ថយងូតទឹកក្តៅបើសិនជាយើងងូតទឹកយូរពេកយើងកាត់បន្ថយពេលដែលយើងងូតទឹកយូរហ្នឹងអញ្ចឹងនៅពេលដែលងូតទឹកហើយអ្នកទាំងអស់គ្នាអាចប្រើពពួកលេផ្ដល់សំណើមលាបទៅលើស្បែកដែលអ្នកទាំងអស់គ្នាអាចលាបពពួក CeraVe បានឬក៏ប្រភេទលេផ្សេងទៀតក៏បានដែរឲ្យតែលេនោះគឺជាប្រភេទលេសុទ្ធដែលគ្មានជាតិកាត់បើសិនជាអ្នកជំងឺរមាស់ខ្លាំងយើងអាចលាបពពួក topical steroid បើសិនជាអ្នកជំងឺរមាស់ខ្លាំងទ្រាំបានទៀតយើងអាចឲ្យអ្នកជំងឺលេបពពួក oral antihistamine ដើម្បីជួយកាត់បន្ថយការរមាស់ចំពោះការលាបពពួក topical steroid និងការលេប oral antihistamine គឺទាមទារជួបជាមួយនឹងវិជ្ជបណ្ឌិតផ្នែក dermatologist ដើម្បីឲ្យគាត់ព្យាបាលឲ្យបានត្រឹមត្រូវបើយើងព្យាបាលដោយខ្លួនឯងអាចមានបញ្ហាប៉ះពាល់ទៅដល់សុខភាព